ông víរៀបការជាមួយបុរសផ្សេងគូស្នេហ៍ភេទដូចគ្នាលីអ៊ីវ៉ាធីណាប្រចាំខ្លាំងឋានៈតារាចម្រៀងកូនកាត់ចិនលីអ៊ីវ៉ាធីណាថតអំវីចម្រៀងរៀបការជាមួយតារាសម្ដែងម្នាក់បានធ្វើឲ្យគូស្នេហ៍ភេទដូចគ្នារបស់ខ្លួនមានការប្រច័ណ្ឌជាខ្លាំងតារាចម្រៀងលីអ៊ីវ៉ាធីណាខកខាននៅក្នុងការថតបទចម្រៀងបែបស្វីតជាគូស្នេហ៍យូរមកហើយទៅតែថ្មីនេះនាងបានលេចមុខនៅក្នុងការថតអំវីចម្រៀងបែបនោះឡើងវិញធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តជាមួយគ្នានេះដែរលីអ៊ីវ៉ាធីណាក៏បានបង្ហាញរូបថតរួមជាមួយនឹងវីដេអូខ្លីដែលនាងនៅក្នុងបទចម្រៀងនោះដោយរំលេចនៅពាក្យពេចន៍មួយឃ្លាថាក្មេងតូចការចេញហើយឆ្នាំនេះគ្រាន់តែឃើញតារាចម្រៀងកូនកាចិនលីអ៊ីវ៉ាធីណារៀបរាប់បែបនេះបានធ្វើឲ្យគូស្នេហ៍ភេទដូចគ្នារបស់ខ្លួនមិនសប្បាយចិត្តប៉ុន្មានទេបើតាមមើលស្និទ្ធស្នាលជាមួយលីអ៊ីវ៉ាធីណាបានបង្ហើបប្រាប់ថាគូស្នេហ៍នាងមានការប្រច័ណ្ឌជាខ្លាំងនៅពេលដែលឃើញនាងថតឈុតបែបនេះតែទោះបីជាយ៉ាងណាអ្នកគាំទ្រជាច្រើនបាននិយាយថានេះគ្រាន់តែជាឈុតឆាកនៅក្នុងការថតបទចម្រៀងប៉ុណ្ណោះកន្លងមកតារាចម្រៀងកូនកាត់ចិនលីអ៊ីវ៉ាធីណាធ្លាប់បានរៀបរាប់ពីចំណងស្នេហ៍របស់ខ្លួនថានាងនិងគូស្នេហ៍បានស្រឡាញ់យល់ចិត្តគ្នាខ្លាំងការប្រច័ណ្ឌតែងតែមានប៉ុន្តែគាត់ជាមនុស្សមានហេតុផលយើងស្រឡាញ់គ្នាយល់ចិត្តគ្នានិងប្រឹងប្រែងធ្វើការរកលុយជាមួយគ្នាច្រើនឆ្នាំហើយចំពោះរឿងរៀបការគឺធ្លាប់គិតដែរតែមិនទាន់ដល់ពេលវេលា